ផ្ដល់កម្លាំងចិត្តទៅឲ្យ Royal Master របស់យើង បាទជំរាបសួរអ្នកទាំងអស់គ្នាបន្ទាប់ពីបានជួប Atomy គឺធ្វើឲ្យខ្ញុំទទួលបាននៅរឿងថ្មីថ្មីហើយសូមជំរាបសួរខ្ញុំគឺ Royal Master ថ្មី E Kyung Suk បាទមុននឹងជួប Atomy ខ្ញុំគឺជាអ្នកដែលធ្វើម្ហូបឬក៏បើកហាងលក់ម្ហូបអស់រយៈពេល10ឆ្នាំបាទគឺយើងតែងតែដើរឆ្លងនៅឧបសគ្គពីមួយថ្ងៃទៅមួយថ្ងៃហើយថ្ងៃមួយគឺខ្ញុំបានស្វែងរកគេថាផលិតផលដើម្បីថែទាំសុខភាពបាទគឺខ្ញុំមានបញ្ហាសុខភាពបាទពាក់ព័ន្ធជាមួយនឹងដូចជាប្រព័ន្ធរំលាយអាហារក៏ដូចជាបញ្ហាកាពះរបស់ខ្ញុំផងដែរហើយខ្ញុំក៏ទទួលបានការណែនាំអំពីហេមហ៊ីមហើយក៏បានคล้ายទៅជាជំនួយមួយដ៏អស្ចារ្យសម្រាប់សុខភាពរបស់ខ្ញុំសម្រាប់មនុស្សដែលមិនមានសុខភាពល្អដូចខ្ញុំប៉ុន្តែវាคล้ายទៅជារឿងដែលអាចធ្វើទៅបានវាពិតជាអស្ចារ្យខ្លាំងមែនទែនហើយតាមរយៈជំនួយរបស់ sponsor ហើយនឹងប្រសាសន៍របស់លោកស្ថាបនិកទើបធ្វើឲ្យខ្ញុំអាចធ្វើបានបែបនេះអញ្ចឹងសម្រាប់ជំនួយ Atomy គឺជាជំនួយមួយដែលមនុស្សសាមញ្ញធម្មតាមិនចាំបាច់មានដើមទុនចូលរួមក៏អាចធ្វើជំនួយបានដែរបាទសូម្បីតែនៅពេលដែលយើងជួបគ្រោះថ្នាក់ដោយចៃដន្យដូចជាខ្ញុំបានមានគ្រោះថ្នាក់គេថាចរាចរណ៍ដោយចៃដន្យក៏យើងនៅតែអាចមានចំណូលហើយធ្វើឲ្យយើងនៅតែបន្តដំណើរអាជីវកម្មបាននេះគឺពិតជាគេថារឿងរ៉ាវដ៏អស្ចារ្យមែនទែនហើយទោះជាយ៉ាងណាក៏ដោយខ្ញុំបានដាស់តឿនខ្លួនឯងថាខ្ញុំត្រូវតែប្រកួតប្រជែងខ្ញុំត្រូវតែ challenge ជាមួយនឹងខ្លួនឯងដាក់គោលដៅឡើងតំណែងហើយចូលរួមជាមួយនឹង sponsor ក៏ដូចជាដៃគូវាគឺជាសហការដ៏រីករាយទើបធ្វើឲ្យយើងទទួលបានភាពជោគជ័យខ្ញុំពិតជាអរគុណដោយសត្យចិត្តមែនទែនខ្ញុំតែងតែមានក្តីសុបិនជាប្រចាំទៅលើកូនស្រីជាទីស្រឡាញ់របស់ខ្ញុំគឺខ្ញុំមិនអាចបោះបង់ចោលនៅគោលដៅដែលខ្ញុំនឹងក្លាយទៅជា Royal Master នោះទេហើយកូនស្រីរបស់ខ្ញុំពេលនេះគាត់ក៏ក្លាយទៅជា Star Master ផងដែរបាទអញ្ចឹង Atomy គឺជាកន្លែងមួយដែលអាចឲ្យយើងត្រៀមនិងរៀបចំអនាគតគ្រួសាររបស់យើងទាំងមូលពាក់ព័ន្ធជាមួយនឹងចំណូលពីប្រព័ន្ធឬក៏ចំណូលអកម្មបាទថ្ងៃនេះយើងក៏មានគ្រួសាររបស់យើងចូលរួមនៅក្នុងថ្ងៃនេះបាទអញ្ចឹងអរគុណទៅកាន់កូនប្រុសជាទីស្រឡាញ់បាទហើយអរគុណម៉ាក់ស្រឡាញ់កូនបាទអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាដឹងច្បាស់អំពី Atomy ហើយបានសម្រេចចិត្តចាប់យកអាជីវកម្ម Atomy ហើយអញ្ចឹងនៅពេលដែលយើងជួបឧបសគ្គយើងមិនចុះញោមយើងនៅតែក្រោកឈរបន្តហើយអនុវត្តជាប្រចាំនោះអ្នកទាំងអស់គ្នាប្រកាសជាអាចជោគជ័យបានដូច្នេះហើយពាក្យស្លោកឆ្នាំ2026របស់យើងគឺការសម្រេចចិត្តឲ្យបានលឿនបង្កើតទៅជាល្បឿនហើយទទួលបាននៅលទ្ធផលដ៏ពេញលេញផងដែរបាទអញ្ចឹងការឡើងតំណែងរបស់ថ្នាក់ដឹកនាំរបស់យើងនៅថ្ងៃ